ខ្ញុំមើលរិស័យឆ្នាំទាំង12ប្រចាំខែរោងត្រឹមខែមេសាខែរោងចាប់ផ្ដើមនៅថ្ងៃទី4វេលាម៉ោង 19:49 នាទីរហូតដល់ថ្ងៃទី5ខែឧសភាវេលាម៉ោង 12:57 នាទីបាទនេះខែរោងមានធាតុលោហៈបូកបាទមុនចាប់ផ្ដើមឲ្យរិស័យមានអ្នកខ្លះក៏រិស័យឡើងអ្នកខ្លះក៏ធ្លាក់អញ្ចឹងទៅហើយអញ្ចឹងហើយបងប្អូនកូនចៅណាធ្លាក់ឡើងយ៉ាងណាហើយបើសិនជាមើលតាមតួខែមើលខ្ញុំជម្រាបជូនសិនឆ្នាំនេះខាលគួរតែកាត់ឆុងចេញណាខាលម្សាញ់ហើយមួយមេជាប់គ្រោះម្សាញ់ជន់ឆ្នាំមួយមេជាប់គ្រោះវកឆុងខ្លាំងណាវកឆុងសឹងតែប្រហែលកលដែរកលក៏ឆុងដែរអញ្ចឹងហើយឆ្នាំទាំង5ហ្នឹងកាត់គ្រោះកាត់ឆុងចេញណាខ្ញុំជម្រាបជូនម្ដងទៀតសម្រាប់អ្នកដែលអត់បានកាត់ឆុងកាត់គ្រោះហ្នឹងសូមអញ្ជើញកាត់ណាកុំភ្លេចពីព្រោះយើងអត់ដឹងទេតើតួខ្លួនរបស់យើងវាពិបាកប្រវិនអីបែបណាបែបណីហើយក៏ការរកស៊ីក៏មិនឡើងហើយជួនកាលយើងអត់ដឹងថារឿងចេះរឿងចោះដែលបណ្ដាលឲ្យយើងដាក់ហ្នឹងណាការដាក់ការអីហ្នឹងគឺយើងមិនដឹងថាជួនកាលគ្រូទាយថាឫស្សីយើងឡើងប៉ុន្តែបែរជាអត់ឡើងទៅជាដាក់ទៅវិញបាទនេះដោយសារយើងអត់បានកាត់គ្រោះកាត់ឆុងប្រចាំឆ្នាំណាហើយអញ្ចឹងខ្ញុំជម្រាបជូនឡើងវិញសម្រាប់បងប្អូនកូនចៅដែលអត់ទាន់បានកាត់គ្រោះកាត់ឆុងហើយអញ្ចឹងសូមកាត់ណាឆ្នាំខាលម្សាញ់ជន់ឆ្នាំខាលហ្នឹងគឺឆុងធ្វើដំណើរហើយក៏ត្រូវគេមើលងាយដែរឆុងហៃឆុងលីពណ៌ហើយក៏មួយម៉ែជាប់គ្រោះហើយវកឆុងធំជាងគេវកឆុងបាក់បែកបាត់បង់ហើយក៏ឆុងធ្វើដំណើរដែរមានជាប់ឆុង2ហើយកលឆុងឆ្នាំហ្នឹងកើតរឿងរកម្មរកោសខ្លាំងអញ្ចឹងហើយឆ្នាំទាំង5ហ្នឹងសូមអញ្ជើញទៅកាត់គ្រោះកាត់ឆុងចេញណាបើមិនអញ្ចឹងទេសូមតាក់ទងមកខ្ញុំជួយកាត់គ្រោះកាត់ឆុងជូនណាចូលដល់ឆ្នាំរកាជួបហេងណាតួរិស័យឆ្នាំក៏ហេងខែរោងហ្នឹងក៏ហេងរិស័យឆ្នាំហាក់បានធាតុលោហៈហាក់ 50% ហើយដល់ពេលចូលតួរិស័យខែរោងហ្នឹងគឺហាក់ 100% មកថែមទៀតហើយអញ្ចឹងវា 150% ហើយខ្លាំងណាស់ហើយរិស័យហាក់បានធាតុមាសហ្នឹងគឺយើងសំដៅទៅលើយុស័កបុណ្យស័កឋានៈខ្ពង់ខ្ពស់បើសិនជាយើងអត់មានផ្កាយពាក់ទេផ្កាយ 2-3 ពាក់នៅលើស្មាទេនឹងឯងក៏រិស័យខាងបារមីដែរណាគេគោរពយើងគេកោតខ្លាចយើងគេគ្រាន់តែឃើញយើងគេមានអារម្មណ៍ថាអូមានរិស័យខ្ពស់ត្រដែតហើយនេះគឺតួអង្គរកាខ្ញុំតែងតែជម្រាបទៅរកាថាតួរិស័យហេងរបស់យើងគឺហេងទៅលើយុស័កបុណ្យស័កបើសិនបើយើងរកលុយរកលៀបជាអ្នកដែលរកស៊ីចង់បានលុយលៀបអានឹងឆុងហើយធ្វើអត់បានទេកើតរឿងរកម្មរកោសហើយរកស៊ីខាតអញ្ចឹងយើងធ្វើឲ្យត្រូវទៅតាមតួរិស័យរបស់យើងឧទាហរណ៍ថាយើងធ្វើការនៅក្រុមហ៊ុនណាមួយអញ្ចឹងទៅអានេះជាតួរិស័យស៊ីប្រាក់ខែមិនមែនលុយរលៀបឯកជនទេណាបាទយើងទៅធ្វើការនៅកន្លែងណាកន្លែងណីមួយអញ្ចឹងទៅគឺយើងបានឡើងឋានៈបុណ្យស័ក្តិយុស័កហើយនេះតួអង្គឆ្នាំរកាណាសូមអបអរសាទរហេងឆ្នាំរកាកើតនៅឆ្នាំ 1969 មានធាតុដីដកជាធាតុនៃតួរិស័យឆ្នាំខាងលើគឺមានផ្កាយមុនស្នេហ៍ចោចូលមកអញ្ចឹងរកាលក់ដូរទៅរកាកើតឆ្នាំហ្នឹងគឺមានតែឆ្នាំហ្នឹងមួយទេដែលចេញចោទៅលក់ដូរហើយជាទូទៅរកាគឺមានតួរិស័យមានផ្កាយគុណធម៌ចោចូលមកនៅក្នុងតួរិស័យជាមនុស្សដែលមានគុណធម៌មានចិត្តមេត្តាហើយនិយាយពាក្យសម្ដីអីហ្នឹងគេថាអ្នកដែលមានគុណធម៌គឺនិយាយពាក្យសម្ដីពោពេញទៅដោយន័យខ្លឹមសារមួយម៉ាត់របស់គាត់មកគឺមានន័យខ្លឹមសារមិននិយាយអត់ប្រយោជន៍ទេនេះអ្នកដែលមានគុណធម៌ហើយចិត្តក៏សប្បុរសធម៌ចូលចិត្តធ្វើគុណចូលដល់ឆ្នាំចខែរោងចហើយនឹងរោងគឺឆុងទល់មុខហើយចឹងចដល់ខែរោងហ្នឹងគឺរសេមរសាមហើយកើតរឿងប្តឹងផ្ដាល់ឆ្លោះទាស់តែងគ្នាហើយណាចឹងខែរោងហ្នឹងចបើសិនជារកពិធីសែនកាត់គ្រោះកាត់ឆុងចេញនេះគេទៅកាត់ឆុងចេញក្នុងរយៈពេល1ខែហើយបើមិនអញ្ចឹងទេយើងរកស៊ីអត់ឡើងទេធ្វើការងារអ្វីគឺកើតរឿងរកម្មរកោសខ្លាំងហើយនេះបើសិនជាគ្រាន់តែកើតរឿងរកម្មរកោសវាមិនអីទេខ្លាចលោកថាវាមានផ្កាយមិនល្អណាចូលមកក្នុងតួរិស័យទៀតនោះឯងគឺយើងទប់អត់ជាប់ទេកាត់ឆុងចេញទៅណាឆ្នាំត្រូវឆ្នាំមុនទៀតយើងជាប់ឆុងជាប់អីនឹងទៀតហើយឆ្នាំមុនយើងរួចអ
ấy và tại tôi rồi dân nó cứ thật trô mày về là đọt khai rôn nâng màu tiết chẳng chứ mẹ rõm khai chắc lại rồi và cắt cruộc cắt trong tránh cắt tần á hay bà sân chế nẹ chọn cắt thả rục xì mình lang miền rương rồi cam rồi câu tràn chẳng tẹt tô một nhóm nát năm cho cắt năm pi pon đọc rầm bay miền thiết đầy bột lơ bột cào mày bột năng chiếm nút chill đào co hai rung ở tàu tê và tái chiếm nút để miền môn snai miền cài snai cho trộn màu chẳng ai qua từ lụa đô từ cho miền thiết đầy bột năng từ lụa đô từ lụa đô năng cứ lụa đô mà cả lái nhá mình ai qua đã lụa đô năng ở đây miền tô miền hang ấy năng qua từng coi bóc tận á cứ tận năng ấy lụa tận năng ấy ai bây giờ tận lụa luôn ai tiết năng năng chọn bài lụa nó sầm bọc kho đâu cho cả năm 1994មានធាតុឈើបូកធាតុឫស្សីឆ្នាំខាងលើជាមនុស្សដែលមានប្រាជ្ញាជាមនុស្សដឹកនាំហើយក៏ជាមនុស្សដែលមានបរិបទខ្ពស់ចេះគិតប្រមាលមើលបានឃើញវែងឆ្ងាយហើយហៅថាជាមនុស្សដែលចេះគិតហើយក៏ជាមនុស្សដឹកនាំដែរហើយឫស្សីទូទៅរបស់ឆ្នាំចគឺមានផ្កាយស្នេហ៍ចចូលមកជាបុគ្គលដែលមានបុណ្យស្នេហ៍តាក់ទាញហើយប្រសិនចហ្នឹងឲ្យទៅលក់ដូរហើយចឹងដូចខ្ញុំជម្រាបចឹងបើឲ្យធាតដីទៅលក់ដូរហ្នឹងចាប់ហើយទៅណាប៉ុកនៅហ្នឹងប៉ុន្តែគាត់យាមកន្លែងលក់ដូរហ្នឹងអាហ្នឹងគាត់បើវិញគាត់ទៅយាមតែហ្នឹងហើយដេកយាមហ្នឹងហើយចូលដល់ចុងពោចគេឆ្នាំកលអើយកលអើយកលហើយកលនៅលើតួឆ្នាំយើងដឹងហើយឆុងណាឆុងឆ្នាំហើយឆ្នាំកលដែលมันបានកាត់ឆុងចេញត្រូវកាត់ណាចំណាយតិចតួចកាត់ទៅវាប្រសើរជាងយើងចំណាយពេលវេលាទៅជាប់រឿងស្អិចស្កះជាប់ចម្ពាក់ជុំវិញហើយបើលើតួរស័យវិញវាដូចជាមានអមនុស្សរុំពាត់ជុំវិញខ្លួនយើងអញ្ចឹងណាធ្វើអ្វីក៏មិនកើតដែរធ្វើអ្វីក៏អត់បានផលដែរទៅណាមកណីអីហ្នឹងជួបតែរឿងរ៉ាវនឹងឯងឆ្លោះទាស់តែងគ្នាហើយអញ្ចឹងហើយបានថាកលកាត់ឆុងចេញណាហើយនៅខែរោងនេះវាមិនមានរឿងអីកើតឡើងទេរស័យគ្រាន់តែវាមធ្យមហើយមធ្យមហ្នឹងក៏វាធ្វើអ្វីហ្នឹងក៏នៅតែទីទៅអត់បានផលទេប៉ុន្តែក៏វាមិនមែនខាតបង់ដែរបើសិនជាអ្នកចិញ្ចររុកស៊ីអីហ្នឹងមិនខាតបង់ធ្ងន់ធ្ងរទេណាវាខាតតិចតួចប៉ុណ្ណឹងឯងហើយថាឲ្យរកឲ្យមានតែម្ដងក៏វាមិនមានបានលុយស្អីស្កះដែរហើយអញ្ចឹងខ្ញុំជម្រាបទៀតណាកលកាត់ឆុងចេញប្រសិនបើមិនទាន់បានកាត់តាក់ទងមកខ្ញុំឆ្នាំកលកើតឆ្នាំ2019មានធាតុដីដកធាតុតួឆ្នាំរិស័យលើហ្នឹងជាមនុស្សដែលមានមុនស្នេហ៍មានផ្កាយស្នេហ៍ចូលមកកលមានតែមួយឆ្នាំហ្នឹងទេឆ្នាំផ្សេងអត់មានទេអញ្ចឹងខ្ញុំបញ្ចប់តួរិស័យត្រឹមប៉ុណ្ណឹងចឹងណាតួរិស័យឆ្នាំទាំង12ប្រចាំខែរោងត្រូវនៅខែមេសាហើយខែមេសាហ្នឹងគឺជាខែចូលឆ្នាំខ្មែរផងអញ្ចឹងហើយសូមជូនពរដល់កូនចៅទៅណាមកណាហ្នឹងសូមឲ្យជួបតែនឹងសេចក្តីសុខសេចក្តីចម្រើនរកស៊ីមានបានត្រជាក់ត្រជុំដូចទឹកអប់បំពង់ខ្ចីដែលឮទឹកអប់បំពង់ខ្ចីពីដើមគេច្រើនតែជូនពរអញ្ចឹងណាហើយឥឡូវក៏ហាក់ដូចជាលេងឮពាក្យអស់ហ្នឹងហើយចង់ជម្រាបជូនបងប្អូនកូនចៅណាប្រសិនបើឃើញភាពលំបាកជាប់តោងទាមនៅលើដងខ្លួនរបស់ខ្លួនឯងហ្នឹងពិសេសកូនចៅខ្លះមានគូក្រងច្រើនឆ្លោះទាស់តែងគ្នាមានរឿងរកម្មរកោសហើយអញ្ចឹងតាក់ទងមកខ្ញុំណាតាក់ទងមកខ្ញុំយើងគួរតែមើលរាសីឲ្យដឹងថារាសីរបស់តួខ្លួនរបស់យើងមានវាសនាបែបណាហើយយើងក៏មើលទៅអាចកាត់គ្រោះកាត់ឆុងឬក៏កែវាសនារបស់យើងទៅតាមនឹងបានដែរណាតើតែយើងមើលលំអិតពីតួរាសីរបស់ខ្លួនឯងបានយើងរកភាពត្រចះត្រចង់ឲ្យតួរាសីឲ្យខ្លួនយើងបានហើយបើសិនយើងអត់រកទេអាហ្នឹងវាទៅតាមតែវាសនាហ្នឹងយើងអាចដើរផ្លូវខុសក៏ថាបានដែរដូចរើសគូស្រករអញ្ចឹងឆ្នាំណារើសគូណាហេងគូណាឆុងអីអញ្ចឹងហើយបើសិនយើងដើរទៅតាមផ្លូវរបស់ខ្លួនឯងអាចនឹងប៉ះគូឆុងចឹងទៅមិនប៉ះគូហេងទេហើយបើគូប្រាប់ថាណចង្អុលប្រាប់ណគូហេងរបស់យើងណចឹងយើងទៅទទួលបានសេចក្តីសុខចម្រើនហើយខ្ញុំបញ្ចប់ត្រឹមប៉ុណ្្នឹងចឹងណាសូមអរគុណច្រើនសូមជម្រាបលា